បាទសួស្តីពុកម៉ែបងប្អូនជាកសិករនឹងជាងសម្រាប់ការទិញជីបាទយើងទិញជីកែច្នៃបោះតាក់តួអាចកំងខ្ញុំបានវានឹងគឺដាក់តាក់តួថៃបាទតែយកមកធ្វើរបស់ចាស់វាខូចតែឡូវនេះបានធ្វើថ្មីជូនគាត់ហើយជីនេះគឺដាក់បដាងពណ៌របស់កាមេរីបាទបាទ Toyota Camry ហើយប្រវែងរបស់វាគឺប្រវែងរបស់វាទៅតាមយ៉ាន់បាទបងប្អូនជាងត្រូវការអីគឺអាចកំងបានហើយមានច្រើនបែបបាទមានច្រើនបែបទៀតចាំមកខ្ញុំយកម៉ែត្រវាស់ឲ្យមើលហើយអានេះគឺបាទយីបោះឡានអានេះយីបោះឡានអានេះក៏ធ្វើបានដូចគ្នាអានេះយីបោះឡាននេះបាទនេះជីបោះឡានតែខ្ញុំកាន់អានេះក៏ធ្វើបានដូចគ្នានេះបងប្អូនមានជីឡានបែបនេះមួយអាចមកកាត់ធ្វើបានសម្រាប់ដាក់តាក់តួកែច្នៃហើយប្រវែងរបស់វាគឺវាអាស្រ័យទៅលើបងប្អូនចង់បានខ្នាតប៉ុណ្ណាគឺយើងធ្វើទៅតាមតែអានេះវាខ្នាតរបស់វាបាទអានេះខ្នាតរបស់វាខ្ញុំពោះឲ្យមើលបាទប្រវែងរបស់វាគឺ115 110ណា115នេះបងប្អូននេះប្រវែងវា115ហើយប្រវែងវា115នេះគឺវាអាស្រ័យទៅលើបងប្អូនដាក់យ៉ាន់វាអត់ទៀងទេយ៉ាន់ខ្លះវារាក់បាទយ៉ាន់ខ្លះវាជ្រៅដូច្នេះប្រវែងនេះគឺអត់ថេទេអត់ទៀងទេតែប្រវែង115នេះគឺវាដាក់បានទៅលើយ៉ាន់របស់កាមេរីបាទយ៉ាន់របស់កាមេរីប្រភេទយ៉ាន់ដែលជ្រៅអានេះយើងដាក់បានប្រវែងវាគឺ115តែបើយ៉ាន់នេះខ្ញុំដាក់ប្រវែងវាតែ100តែ102ទេបាទ102គឺសម្រាប់ដាក់មួយយ៉ាន់ដែលរាក់បាទអានេះយ៉ាន់ជ្រៅយ៉ាន់របស់កាមេរីបាទយ៉ាន់របស់កាមេរីហ្នឹងគឺវាជ្រៅបងប្អូននេះវាជ្រៅចាប្រវែងវាជ្រៅបាទប្រវែងវាពីអាមាត់នេះទៅនេះវាជ្រៅជាងទៅយើងដាក់ប្រវែងវាហ្នឹងគឺ115បាទនេះហើយមើលទឹកដៃធ្វើតែនេះខ្ញុំកាត់យកពីអាចាស់របស់វាបាទយើងកាត់យកពីអាដៃចាស់របស់វាយកមកដាក់ហើយទឹកថ្នាំវិញខ្ញុំបាញ់អាថ្នាំល្អឲ្យថ្នាំពណ៌នេះគឺវាជាប់ល្អទឹកថ្នាំវាល្អហើយបងប្អូនចង់បានអីខមមិនចូលមកបាទមិនចូលមកចង់បានខ្ញុំធ្វើជូនទៅតាមតម្រូវការរបស់ជាងហើយបញ្ជាក់បងប្អូននេះនៅសល់នេះមួយបងប្អូនត្រូវការកំងអីនេះខ្ញុំធ្វើបានមួយនេះបាទអាចធ្វើបានហើយઅહીંពីបែបបដាងអីយើងទិញរបស់កាមេរីរបស់ឡាន Toyota Camry យកមកដាក់បានតែម្ដងហើយដែកអានេះយកបោះចាស់ដូចគ្នាយកបោះចាស់វាកាត់បោះចាស់វាមកដាក់បោះចាស់វាប្រវែងវាគឺប្រហែលនេះ2 តឹកហើយរុនឡាបនេះគឺ2 ហ៊ុនបាទវាស្មើនឹងបាទ20 សង់ទីម៉ែត្រ
2 คนហើយបងប្អូនត្រូវការអីគឺឆាតមកបាទតាក់ទងមកស្វែងវិចិត្រ Facebook ជាងស្វែងវិចិត្របងប្អូនតាក់ទងមកបាទខ្ញុំធ្វើតម្រូវទៅតាមអតិជនចង់បានហើយបញ្ជាក់អាបែបហ្នឹងគឺប្របាមកប្របានេះបាញ់ខ្លាញ់មកច្រឡំបាញ់ខ្លាញ់ហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណសូមសម្រាប់ហ្នឹងសិនបាទសូមអរគុណ